សិភៅឧបចរិយាព្រះមហាវិមលធម៌រដ្ឋថោងរៀបរៀងដោយសិនសុវណ្ណីគ្រឹះស្ថានបោះពុម្ពផ្សាយអង្គរឆ្នាំ2012សេចក្តីពិពណ៌នាអំពីមរណកិច្ចរបស់ព្រះមហាវិមលធម៌រដ្ឋថោងចាំងហ្វាងសាលាបាលីជាន់ខ្ពស់ទីក្រុងភ្នំពេញព្រះគ្រូវិមលបញ្ញាអ៊ឹមស៊ូអាចារ្យព្រះរាជបណ្ណាល័យកម្ពុជាជាអ្នករៀបរៀងសេចក្តីពរនាមរណកិច្ចអំពីអាការៈរោគនិងពាក់បណ្ដាំនិងមរណកិច្ចរបស់ព្រះដេចប្រគុណព្រះមហាវិមលធម៌ព្រះនាមថោងខ្ញុំនឹងរៀបរាប់ពីសេចក្តីឈឺចាប់របស់លោកជម្រាបអស់លោកអ្នកទាំងឡាយមិនបានមកមើលមកឃើញចំពោះនឹងភ្នែកគ្រប់គ្នាឲ្យជាក់ស្ដែងការដែលលោកមានធុរៈនោះដោយខ្ញុំនឹកស្មានថាប្រហែលជាអ្នកទាំងអស់គ្នានឹងមានបំណងចង់ដឹងការនេះដោយពិតប្រាកដមិនខានព្រោះព្រះដេចគុណលោកជាមនុស្សមានគុណនឹងព្រះពុទ្ធសាសនាដោយច្រើនដូចយើងបានដឹងបានឮមកយូរឆ្នាំហើយគឺលោកមានកិច្ចតែម្យ៉ាងត្រង់សង្គ្រោះទំនប់បំរុងព្រះពុទ្ធសាសនានោះឯងអ្នកទាំងឡាយយើងគួរសង្វេគពេកណាស់ព្រះដេចប្រគុណព្រះមហាវិមលធម៌នេះលោកជាអ្នកមិនសូវមានរោគអ្វីនិមួយឲ្យជាមើមមួនមកពិលត្រូវអង្គកាយរបស់លោកសោះឡើយលោកប្រកបដោយសេចក្តីសុខកាយនោះជាច្រើនណាស់ប្លែកពីគេទាំងពួងខ្លះតែក្នុងសម័យនេះលោកមកប្រទះនឹងសេនាយោធាធំរបស់ស្ដេចអន្តករាជមកពុនពាត់ជុំវិញអង្គលោកហើយចោមចាប់ចំពោះត្រង់ដួងវិញ្ញាណក្ខន្ធដែលជាគ្រឿងរស់នៅរបស់លោកនិងជាទីរាប់អានរបស់យើងរាល់គ្នានាំយកចេញទៅអំពីទីចំពោះមុខពុទ្ធបរិស័ទដែលជាកូនសិស្សឥតមានកោតញញើតឬអាណិតមេត្តាអ្វីសោះឡើយហើយនឹងរកអ្នកណាមួយជួយអង្វរជួយខាត់ដោយពាក្យទុនពីរោះឬដោយសម្ដីបោះបោកទៅរកគេនោះគ្មានសោះឡើយឃើញមានតែនាំគ្នាផ្ដុំម្រាមដៃសំពះទៅខាងលើហើយក្រឡេកមើលមុខគ្នាទៅវិញទៅមកដោយសេចក្តីតូទុនតោមនោះតែរាល់គ្នានឹងរកអ្នកណាមួយជាអ្នកមានបញ្ញាវាសនាប្រកបដោយឧបាយកលអាចដោះស្រាយនិងទប់ទល់អំណាចអាជ្ញាឬលួសដូរដោយទ្រព្យសម្បត្តិអ្វីនីមួយក៏គ្មានដល់ម្នាក់ឡើយណែអ្នកសប្បុរសទាំងឡាយមច្ចុរាជនេះមិនមែនមកប្លន់យកចំពោះតែដួងចិត្តវិញ្ញាណរបស់លោកមួយអង្គនោះទេដោយយើងជឿប្រកបថាមុខជានឹងមកប្រហារផ្ដាច់ផ្ដាល់ជីវតន្ត្រីអាយុសង្ខារលួចឆក់ឆ្មក់យកទ្រព្យតម្លៃគឺដួងហឫទ័យរបស់យើងរាល់គ្នាទៀតមិនខានឡើយព្រោះស្ដេចនេះឯងជាធំផុតពេកណាស់ជាម្ចាស់ជីវិតលើស្ដេចទាំងឡាយមានស្ដេចចក្រពតាធិរាជនិងស្ដេចទេវតាដែលមាននាមថាព្រះឥន្ទព្រះព្រហ្មទាំងអស់ដែលជាអ្នកមានបុណ្យមានអានុភាពច្រើនកុំបាច់និយាយទៅថ្មីដល់យើងរាល់គ្នាតែជាសត្វសាធារណៈទាំងពួងនេះនឹងរកទីពួនទីជ្រកឲ្យកំបាំងពីស្ដេចនេះដូចម្ដេចបានព្រះដេចប្រគុណនេះការដែលលោកជួបប្រទះតទល់នឹងសត្រូវគឺមរណៈសង្គ្រាមនោះនៅវេលាយប់ម៉ោង12អាធ្រាត្រថ្ងៃច័ន្ទ4រោចខែអាសាឍឆ្នាំថោះនពស័កឯពួកបច្ចាមិត្តនេះកាលដំបូងឡើយវាចូលមកចាប់ត្រង់ឧត្តររបស់លោកគឺធ្វើឲ្យទល់ឆ្អល់ចង្អោរអត់អាហារប្រមាណជា3ថ្ងៃទើបយើងខ្ញុំរាល់គ្នាទៅអញ្ជើញលោកដុកទ័រគ្រូពេទ្យមកដាក់ថ្នាំបញ្ចុះថ្នាំនោះក៏ពូកែឈុតឆាប់ណាស់ដែរ
អាចកែរោគនោះឲ្យចុះរាក់ធូរទៅបានដោយប្រាថ្នាបាត់ផ្លូវវេទនាមួយចម្ពោះនៅតែចង្អោរនៅឡើយទៅគ្រូពេទ្យឲ្យលេបថ្នាំកែចង្អោរនោះទៅក៏បានបាត់វេទនានោះដូចគ្នាតែនៅតែអត់អាហារនឹងអាចលេបចូលពំរួចសោះឡើយឯយើងរាល់គ្នាមើលទៅកម្លាំងរោគនោះឃើញថាគួរតែវេទនាតែដល់បានពិតសួរលោកទៅលោកក៏មានព្រះថេរដីកាប្រាប់ថាមិនមានឈឺអ្វីទេកុំឲ្យព្រួយវាគ្រាន់តែអស់កម្លាំងម្យ៉ាងប៉ុណ្ណោះទេបើបានបាយឬបបរបន្តិចចូលទៅនឹងមានកម្លាំងជាវិញហើយលុះថ្ងៃទី4ទី5ក្នុងវេលាមួយនោះព្រះគ្រូញាណបវរវិជ្ជាឯមលោកក៏ចូលទៅជិតទៀបអង្គលោកទៅព្រះដេចប្រគុណលោកប្រាប់ថាខ្ញុំមានចិត្តត្រេកអរណាស់នឹងលោកដែលខំមើលរោគខ្ញុំនេះប្រហែលជាលោកនឹកស្មានថាការនេះជាការធំមើលមួនលើខ្លួនលោកណាស់ហើយតែមិនដូច្នោះទេធម៌វិន័យដែលជាទូព្រះពុទ្ធសាសនាឯណោះទេទើបជាគុណធំបំផុតរកគុណអ្វីឲ្យត្រឹមស្មើពុំបានឡើយចូលលោកយកចិត្តទុកដាក់ខំបង្ហាត់បង្រៀនធម៌វិន័យដល់ភិក្ខុសាមណេរឲ្យបានច្រើនជាងធុរៈរបស់ខ្ញុំនេះចុះហើយទើបព្រះញាណបវរវិជ្ជាពិតតបទៅវិញថាខ្ញុំព្រះករុណាមិនធ្វេសប្រហែសទេសូមព្រះដេចប្រគុណកុំព្រួយឡើយដល់ថ្ងៃទី6ទី7ទី8ទី9និងទី10ពួកលោកដែលជាកូនសិស្សដែលមានបណ្ដាស័ក្តិតូចធំជាច្រើនរូបមានលោកគ្រូពុទ្ធវង្សមីលោកគ្រូព្រះវិន័យធัวកេតព្រះញាណបវរវិជ្ជាឯមព្រះអមរៈមូលីឈឿនព្រះបល្ល័តសំវិជ្ជាមឿងព្រះគ្រូសង្ឃសទ្ធាជួនណាតព្រះគ្រូសង្ឃវិជ្ជាហូតាតព្រះមហាឈុនព្រះមហានេតព្រះគ្រូធម្មវិជ្ជាជាព្រះបល្ល័តធម្មបតីពុកព្រះបល្ល័តអរិយភិមលប៉ែនជាដើមហើយនឹងសិស្សានុសិស្សទាំងឡាយច្រើនរូបមកប្រជុំគ្នាគិតថាឯអាការៈរោគនេះមើលទៅរោគថយគ្មានទេបើដូចនេះយើងត្រូវនាំគ្នាចម្រើនព្រះបរិត្តជាពុទ្ធមន្តយ៉ាងវិសេសប្រគេនលោកទៅលុះព្រមគំនិតគ្នាហើយទើបបានចូលទៅពិតលោកថាយើងខ្ញុំទាំងអស់គ្នាមានបំណងនឹងចម្រើនពុទ្ធមន្តដើម្បីជាឱសថទៅប្រគេនព្រះដេចព្រះគុណលោកក៏ព្រមហើយមានថេរដីកាថាខ្ញុំអរណាស់ដែលលោករាល់អង្គគិតយ៉ាងហ្នឹងប៉ុន្តែសូមឲ្យលោកសូត្រចម្រើនព្រះសត្តពុជង្គៈត្រង់ចុត្តប្រតសូត្រឲ្យខ្ញុំស្ដាប់ជាមុនព្រោះខ្ញុំចេះតែនឹករឿយពេកណាស់ត្រង់ព្រះបរិត្តសូត្រនេះទើបយើងទាំងឡាយបានរៀបចំសូត្រពុទ្ធមន្តបាននិមន្តលោក7អង្គមានព្រះគ្រូសង្ឃសទ្ធាជួនណាតជាដើមតាំងសូត្រចម្រើនព្រះសត្តពុជង្គៈតាំងអំពីដើមរហូតដល់ចប់ទៅព្រះគ្រូសង្ឃសទ្ធាជួនណាតលោកតាំងសូត្រឧទ្ទិសផលរាសីជាគាថាដែលលោកបានតែងទុកមកក្នុងពេលមុនបន្ទាប់នេះបន្តិចមកប្រគេនដល់លោកក៏មានសេចក្តីសោមនស្សត្រេកអរបានទាំងទទួលអំណរថាសាធុសាធុសាធុខ្ញុំពេញចិត្តណាស់លោកឯសេចក្តីឧទ្ទិសនោះដូចមាននៅក្នុងគាថានោះស្រាប់រួចហើយទើបព្រះញាណបវរវិជ្ជាឯមលោកតាំងសូត្រប្រកាសសច្ចកិរិយារបស់លោកដូចមាននៅក្នុងសេចក្តីសច្ចកិរិយារបស់លោកនោះស្រាប់លុះចប់វេលាណាហើយលោកក៏ទទួលសាធុយ៉ាងខ្លាំងដោយសេចក្តីត្រេកអររបស់លោកតពីនោះមកទើបព្រះពុទ្ធវង្សមីតាំងប្រកាសគុណកថារបស់លោកប្រគេនលោកដូចមាននៅក្នុងសេចក្តីគុណកថារបស់លោកនោះស្រាប់លុះចប់ហើយអង្គលោកក៏តាំងសោមនស្សវាចាទទួលអនុមោទនាថាសាធុសាធុសាធុ
តមកទើបព្រះវិន័យធัวកេតលោកក៏តាំងប្រកាសពាក្យសច្ចៈរបស់លោកមកប្រគេនលុះចប់ហើយលោកក៏សាធុទទួលយករួចហើយទើបខ្លួនខ្ញុំបានតាំងប្រកាសសច្ចៈវាចាជាជំនួសតំណាងអស់លោកកូនសិស្សជាអ្នកបួសនិងក្រហមទាំងឡាយដែលមកជួបជុំក្នុងសម័យនោះថាសូមពិតព្រះដេចព្រះគុណត្បិតអស់លោកទាំងអស់គ្នានឹងខ្ញុំព្រះករុណាមានសេចក្តីទុក្ខព្រួយនិងអាការៈរោគដែលកើតមានក្នុងអង្គកាយព្រះដេចព្រះគុណនោះជាទីបំផុតពេកណាស់ទាល់គំនិតប្រាជ្ញានឹងរិះរកឧបាយកលណាមករងាប់បន្សាបនៅសត្រូវនោះពុំបានសោះឡើយឃើញនៅមានតែគុណម្យ៉ាងដែលជាទីកំបាំងដែលអ្នកប្រាជ្ញទាំងឡាយអំពីបុរាណលោកតែងតែអំពាវនាវរកមកជាទីពឹងក្នុងពេលដែលមានភ័យធំជាទីបំផុតនោះឯគុណនោះមិនគឺអ្វីគឺសេចក្តីសច្ចៈពិតត្រង់នោះឯងក៏ឥឡូវនេះយើងខ្ញុំទាំងអស់គ្នាសូមសច្ចាថាធម្មទានឬអមិសទានឯណាដែលយើងខ្ញុំបានធ្វើហើយដោយចិត្តសទ្ធាជ្រះថ្លាសិលឯណាដែលយើងបានរក្សាហើយដោយវិរតិចេតនាភាវនាឯណាដែលយើងខ្ញុំបានចម្រើនបានរៀនសូត្រពិចារណាក្នុងសមថៈនិងវិបស្សនាហើយដោយប្រាជ្ញាដ៏បរិសុទ្ធនិងកុសលរិស័យដតីទៀតដែលយើងខ្ញុំបានកសាងសន្សំទុកមកហើយនោះក៏សូមឧទ្ទិសផលសម្បត្តិទាំងនោះប្រគេនព្រះដេចព្រះគុណទាំងអស់ព្រមជាមួយនឹងសេចក្តីមេត្តាការុញ្ញភាពរបស់យើងគ្រប់គ្នាសូមឲ្យផលសម្បត្តិទាំងនោះជាសេនាយោធាទាហានចូលទៅបណ្ដេញនៅពួកសត្រូវគឺរោគាជាធិដែលបៀតបៀនក្នុងសារីរកាយរបស់ព្រះដេចព្រះគុណនោះឲ្យវិនាសបាត់បង់ឃ្លាតឆ្ងាយអំពីខណ្ឌសន្តាននោះទៅកុំឲ្យខានឡើយលុះចប់សេចក្តីប្រកាសនេះវេលាណាហើយលោកក៏ទទួលអនុមោទនាថាសាធុសាធុសាធុខ្ញុំត្រេកអរពេកណាស់លោកសូមឲ្យខ្ញុំបានស្រាកស្រានចាកសេចក្តីវេទនាឲ្យបានដូចពាក្យសច្ចារបស់លោកគ្រប់ព្រះអង្គកុំខានឡើយហើយលោកមានធរណីកាថាអស់លោកទាំងឡាយគ្រប់ព្រះអង្គលោកមានចិត្តអាណិតស្រឡាញ់ខ្ញុំពុនពេកណាស់សំដែងសេចក្តីគោរពរាប់អានខំចម្រើនពុទ្ធមន្តខំប្រកាសសច្ចៈវិជ្ជាអំពាវនាវរកទេវតាដែលរក្សាព្រះពុទ្ធសាសនាឲ្យជួយខ្ញុំដើម្បីឲ្យខ្ញុំរស់នៅទាំងចិត្តខ្ញុំសោតក៏មានប្រាថ្នាជាមនុស្សរស់នៅឲ្យបានយូរបន្តិចដែរដោយសេចក្តីបំណងចង់បានឃើញការចម្រើនព្រះពុទ្ធសាសនានោះពេកណាស់ព្រោះសពថ្ងៃនេះសាសនាកំពុងតែចម្រើនកើនឡើងបន្តិចរៀងរាល់ឆ្នាំតែថាសមុទ្ឋានរោគរបស់ខ្ញុំនេះមើលទៅវាចេះតែចម្រើនឡើងឥតមានអខានមិនទទួលថ្នាំមិនទទួលមុនអាគមអ្វីសោះឡើយទោះសេចក្តីគោរពរបស់លោកក្តីការឧស្សាហ៍ចម្រើនពុទ្ធមន្តឲ្យខ្ញុំក្តីនិងពាក្យសច្ចៈវាចារលឹកគុណពិសេសក្តីទាំងអស់នេះក៏ជាគុណយ៉ាងខ្ពស់បំផុតហើយតែគង់តែមិនអាចទប់ទល់នៅពួកបច្ចាមិត្តនោះបានឡើយណាហើយចុះគ្រប់ព្រះអង្គត្រង់រោគាព្យាធិរបស់ខ្ញុំនេះក៏ជាការទម្ងន់ដល់លោកហើយលោកក៏បានធ្វើបដិការគុណដល់ខ្ញុំរួចជាស្រេចហើយតែថាការឈឺស្លាប់នេះជារបស់ធម្មតាសម្រាប់សត្វលោកទេមិនដែលសត្វណាជិះរួចឡើយសូមអស់លោកយកព្រះតីទុកដាក់ជួយថែរក្សាទំនុកបម្រុងសង្គ្រោះព្រះពុទ្ធសាសនាឡើងព្រោះការដែលឈឺចាប់ស្លាប់បាត់នេះជាការតូចបន្ទាប់បន្សំទេគ្រាន់តែផ្លាស់រូបនេះចោលទៅរករូបថ្មីទៀតតែប៉ុណ្ណោះឯការដែលធំធ្ងន់មួនគ្រប់ខ្លួនសត្វរាល់គ្នានោះគឺព្រះពុទ្ធសាសនាឯណោះទេ
បើអ្នកឯណាបានសង្គ្រោះសាសនាហើយអ្នកនោះឯងឈ្មោះថាបានសង្គ្រោះខ្លួនសង្គ្រោះគ្រូអាចារ្យមាតាបិតាបុត្រភរិយាមិត្តសម្លាញ់គ្រប់ផ្នែកទាំងអស់អ្នកណាបើមិនបានសង្គ្រោះទំនប់បំរុងព្រះពុទ្ធសាសនាទេអ្នកនោះឯងឈ្មោះថាជាមនុស្សខាតលៀបឃ្លាតធន់លុះថ្ងៃទី11ថ្ងៃទី12និងថ្ងៃទី13លោកក៏មានព្រះធេរដីកាសួរខ្ញុំឲ្យប្រែធម៌មួយឈ្មោះថាអចិរង្វត្តៈត្រង់ស័ព្ទថាអបេតវិញ្ញាណោនោះតើប្រែថាដូចម្ដេចខ្ញុំក៏មានចិត្តគិតថាប្រហែលជាព្រះដេចព្រះគុណនេះលោកអស់អាល័យក្នុងអាយុសង្ខាររបស់លោកហើយដឹងទើបបានជាលោកសួរយ៉ាងហ្នឹងហើយខ្ញុំក៏នៅស្ងៀមចាំស្ដាប់លោកទើបលោកប្រែធម៌នោះប្រាប់ខ្ញុំថាអចិរង្វត្តយ៉ាងកាយោបថវង្សអធិសេសតិជុទ្ធោអបេតវិញ្ញាណោនិរដ្ឋังវៈកលង្ករាំងអយ៉ាងកាយោរីកាយនេះអចិរង្វត្តៈមិនតាំងនៅយូរឡើយអបេតវិញ្ញាណោដែលមានសេចក្តីដឹងឃ្លាតចេញទៅហើយទុច្ឆោជាក្រងឆ្អឹងទទេអធិសេសតិនិងដេកផ្ទាល់បថវង្សលើប្រតិពីកលង្ករាំងដូចជាអង្កត់អស់និរដ្ឋังមិនមានប្រយោជន៍ឡើយចប់ហើយទើបលោកអធិប្បាយថាបណ្ដាលខណ្ឌទាំងឡាយ5ប្រការនោះរូបខណ្ឌប្រៀបដូចជាតួផ្ទះវិញ្ញាណខណ្ឌប្រៀបដូចជាអ្នកម្ចាស់ផ្ទះវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌប្រៀបដូចជាប្រពន្ធកូនចៅរបស់អ្នកម្ចាស់ផ្ទះនោះក៏អ្នកផ្ទះទាំងនោះដែលបានសេចក្តីសុខស្រួលក៏ព្រោះអាស្រ័យនៅទីលំនៅនោះមមួនមិនមានទ្រុឌទ្រោមលុះទីនោះបាក់បែករលំទៅដោយសត្រូវគឺភ្លើងឆេះឬខ្យល់រលំទៅហើយជនទាំងនោះមិនអាចនឹងច្រកកោនបានឡើយក៏រត់ខ្ចាត់ខ្ចាយទៅរកទីពួនទីពងថ្មីទៀតឯផ្ទះចាស់នោះក៏អស់ត្រូវការទៀតហើយសេចក្តីនេះប្រៀបដូចម្ដេចមិញថាប្រៀបដូចជាវិញ្ញាណវេទនាសញ្ញាចេតនាធម្មជាតិទាំង5នេះក៏តែងតែអាស្រ័យនៅនឹងរូបកាយបានសេចក្តីសុខសប្បាយក៏ព្រោះតែកាយនោះមើលមួននៅលុះកាយនោះធ្លុះធ្លាយវិនាសទៅធម្មជាតិទាំងនោះមិនអាចនឹងតាំងនៅបានឡើយក៏តែងតែអន្តោទៅរកភពថ្មីកើតទៀតដូចនោះឯងរឿងនេះគួរកោតគួរសរសើរកម្លាំងសទ្ធាបញ្ញារបស់លោកណាស់អំបារោគគ្រប់សង្កត់ជាប់ធ្ងន់ម្លឹងហើយលោកនៅអាចប្រឹងសម្ដែងធម៌ទេសនាតាមពុទ្ធភាសិតទុកឲ្យយើងរាល់គ្នាស្ដាប់បានមិនមានអនុលោមបណ្ដោយឲ្យសត្រូវវាត្រួតត្រាបានឡើយពិតមែនតែវាដណ្ដើមចាប់យកប្រលឹងបានតែគ្មានខិតគ្មានអង្វរសោកយកមកវិញបានទេដល់ថ្ងៃទី14លោកបានហៅខ្ញុំឲ្យចូលទៅជិតហើយលោកបានប្រាប់ថាណែលោកទាំងឡាយកុំព្រួយនឹងខ្ញុំពេកចុះការឈឺនឹងស្លាប់នេះជាទោសសម្រាប់សង្សារវដ្តទេឯចិត្តខ្ញុំក្នុងពេលនេះឥតមានសេចក្តីតក់ស្លុតរួញរានិងសេចក្តីស្លាប់នោះប៉ុន្មានទេធ្វើម្ដេចថ្ងៃរះឡើងពីទិសខាងកើតតែងតែលិចទៅវិញនៅក្នុងទិសខាងលិចជាធម្មតាសត្វកើតហើយតែងតែស្លាប់ទៅវិញជាទំនៀមមិនខានហេតុនឹងហើយបានជាខ្ញុំមិនតូចចិត្តប៉ុន្មានទេប៉ុន្តែឥឡូវនេះលោកចិត្តខ្ញុំកំពុងមូលស្រួលល្អណាស់សូមលោកសម្ដែងធម៌ត្រង់មរណាសន្នកាលឲ្យខ្ញុំស្ដាប់បន្តិចខ្ញុំមុខជាខានស្ដាប់ធម៌ពីរោះអំពីសំណាក់អស់លោកទាំងឡាយហើយខ្ញុំបានឮហើយក៏មានចិត្តតូទន់អន្លង់អន្លោចពេកតែខំអត់ទ្រាំដោយការចេះដឹងហើយខំប្រឹងសម្ដែងធម៌ទេសនាប្រគេនលោក
ក្នុងពេលនោះដោយសេចក្តីគោរពផ្ចិតផ្ចង់អស់ពីចិត្តដើមដំបូងឡើយខ្ញុំបានពិតលោកថាព្រះដេចព្រះគុណព្រះសម្មាសម្ពុទ្ធកាលដែលច្បាំងនឹងស្ដេចមាព្រមទាំងសេនាដ៏ច្រើននោះតួអង្គជាបុគ្គលកំព្រាម្នាក់ឯងគង់លើរតនបល្ល័ង្កក្រោមលប់ពោធិព្រឹក្សឥតមានញាតិមិត្តណាមួយនៅជួយកំដរផងឡើយតែទ្រង់បាននឹករលឹកដល់បារមីទាំង10ប្រការហើយក៏បារមីទាំងនោះសោតមិនប្រងើយកន្តើយឡើយអាចមកប្រហារនៅពលក្រុងមាព្រមទាំងសេនាទាំងអស់ឲ្យវិនាសសាបសូន្យទៅដោយរហ័សទើបខ្ញុំចាប់សរសើរអំពីបារមី10ប្រការមានទានបារមីជាដើមប្រគេនលោកស្ដាប់ដើម្បីនឹងឲ្យលោកនឹករលឹកដល់ទានដែលលោកធ្លាប់បានធ្វើដល់ជនទាំងឡាយច្រើនដោយហើយទៅមានឲ្យដល់សត្វតិរិឆានសត្វឆ្កែឆ្មាជាដើមរៀងរាល់ថ្ងៃមិនដែលខានគុណសិលដែលលោកបានរក្សាគុណភ្នោះដែលលោកបានបួសក្នុងព្រះពុទ្ធសាសនាគុណបញ្ញាដែលលោកបានរៀនសូត្រចេះដឹងធ្វើជាគ្រូអាចារ្យយ៉ាងធំជាដើមរហូតដល់ចប់បារមីទាំង10ប្រការដោយសេចក្តីសង្ខេបសូមពិតប្រគេនព្រះដេចព្រះគុណកាលព្រះសម្មាសម្ពុទ្ធសម្ដែងធម៌ថ្វាយព្រះវររាជបិតាក្នុងកាលព្រះបិតាទៀបនឹងបរិនិព្វាននោះយ៉ាងនេះសុណោហេមហារាជបពិតសម្ដេចមហារាជសូមព្រះអង្គទ្រង់ព្រះសណ្ដាប់ធម៌3ប្រការគឺអនិច្ចំទុក្ខំអនត្តាឈ្មោះថាពិទ្ធលក្ខណៈញាណធម៌នេះឯងហើយជាយានជំនិះជិះទៅកាន់ព្រះនិព្វានរបស់អ្នកប្រាជ្ញទាំងឡាយជាស្ថានខ្សៀមខ្សានសម្រានសុខនឹងរកយានឯណាឲ្យពិសេសជាងនេះមិនមានឡើយតពីនោះមកកម្លាំងលោកក៏កាន់តែថយចុះទៅពុំអាចមានព្រះពុទ្ធដីកាឲ្យលឺខ្លាំងបានឡើយតែស្មារតីនោះនៅចាំជាក់ដរាបដល់ផុតកិច្ចដល់វេលាយប់ថ្ងៃទី15លោកមានព្រះហឫទ័យប្រាថ្នាចង់ឲ្យសែងលោកព្រមទាំងក្រែសំណឹងចេញទៅខាងក្រៅកុដិក៏អស់លោកទាំងឡាយបានធ្វើតាមបង្គាប់លុះចេញទៅសឹងនៅជាហៀងខាងក្រៅដល់ម៉ោង12យប់ទើបនាំចូលមកកុដិវិញដល់ថ្ងៃទី16គឺថ្ងៃអង្គារ4កើតខែស្រាបឆ្នាំថោះនពស័កពុទ្ធសករាជ2470ត្រូវនឹងឆ្នាំ1927រោគនោះក៏កាន់តែមានកម្លាំងចម្រើនឡើងឯកម្លាំងរបស់លោកក៏ចេះតែថយចុះទៅដល់វេលាម៉ោង1យប់អធ្រាត្រលោកក៏តើនឲ្យលើកឡើងនឹងគង់យើងរាល់គ្នាក៏ធ្វើតាមបង្គាប់ដល់លើកឡើងហើយខ្យល់អាសាសៈបសាសៈរបស់លោកនោះក៏ថយតិចទៅណាស់ហាក់ដូចជានឹងបាត់សូន្យទៅក៏មានសេចក្តីផិតភ័យតែរៀងរាល់គ្នាក៏ដាក់លោកឲ្យសឹងរៀបទៅវិញលុះសឹងទៅបន្តិចក៏មានខ្យល់ស្រួលបួលដូចដើមវិញគឺសឹងផ្អៀងបែរព្រះភ័ក្ត្រទៅទិសខាងត្បូងយកសីស័កទៅខាងកើតហើយលោកសង្ងំភាវនាធัวដោយស្រួលហាក់ដូចជាសឹងលក់ស៊ុបឥតកំរើកដល់ម៉ោង1:30ខ្យល់ក្នុងព្រះអង្គលោកក៏ប្រែបែកជាដង្ហើមហក់ញឹកញាប់បន្តិចទើបយើងគ្រប់គ្នាក៏ដឹងប្រកាសថាលោកនឹងរៀបដំណើរនឹងនិមន្តឆាប់ហើយរៀបគ្នាអង្គុយពើតជុំវិញពីខាងចុងព្រះបាទរបស់លោកហើយសម្ងាត់សំងំមាត់មិនឲ្យលិនឮសូរសាប់អ្វីដល់តិចឡើយហើយតាំងសូត្រពុទ្ធគុណឡើងគ្រប់គ្នាទាំងអស់ជាការអមដំណើរឲ្យលោកទៅដោយស្រួលនិងជាគុណដើម្បីខិតបំបត្តិនៅសាប់សូរសំឡេងទាំងពួងផងឯខ្យល់ចេញចូលក៏ចេះតែថយតិចទៅដល់រាបដល់សម្រេចចុតជាការកិច្ចរបស់លោកក្នុងវេលាយប់ម៉ោង2:10ក្នុងថ្ងៃអង្គារ4កើតខែស្រាបឆ្នាំថោះនពស័កពុទ្ធសករាជ2470ត្រូវនឹងឆ្នាំ1927លុះលោកដោះចិត្តចេញផុតអំពីខណ្ឌនេះវេលាណាហើយ
ព្រះភិក្ខុសង្ឃនិងសាមណេរគ្រប់រូបដែលនៅក្នុងទីនោះក៏កើតសេចក្តីក្រៀមក្រំជាទីសង្វេគចម្លែកណាស់នឹងរកអ្នកណាមួយហាមិត្តនិយាយថាអ្វីមិនមានសោះឡើយក៏ស្ងៀមនៅតែរាល់គ្នាអស់លោកសប្បុរសទាំងឡាយសេចក្តីស្លាប់នេះជាសឹកសត្រូវនឹងសត្វអ្វីខ្លាំងដល់ម្លេះក៏ព្រះដេជាប្រគុណព្រះមហាវិមលធម៌អង្គនេះលោកជាទីពឹងជាទីរាប់អានរបស់យើងរាល់គ្នាពេកណាស់យើងកំពុងតែធ្វើកិច្ចបូជាគុំគួរសោះហើយនឹងមកប្លន់មកដណ្ដើមយករបស់ដ៏មានតម្លៃនៃយើងរាល់គ្នានឹមចេញទៅឥតមានកោតញញើតឡើយហេតុយ៉ាងនឹងហើយបានជាព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថាយេចវុឌ្ឍាចតិហារាយេចពលិចបណ្ឌិតាអត្ធាជេវៈតលធាចៈសពេមច្ចោបរាយណាមត្តកញ្ចៈយថាកតੰគុម្ភការេនៈភេជនੰបកាមកੰមហន្តញ្ចៈភុតកញ្ចៈនិរាវសੰសព្យភេទៈបរិយន្តੰអេវੰមច្ឆានជីវតੰសត្វទាំងឡាយឯណាចាស់ក្តីសត្វទាំងឡាយឯណាជាតិជាពាលក្តីជាបណ្ឌិតក្តីជាក្មេងក្តីជាអ្នកមានទ្រព្យស្ដុកស្ដំក្តីឬជាអ្នកក្រខ្សត់ទ្រព្យធនក្តីសត្វទាំងឡាយទាំងពួងនោះក៏មានសេចក្តីស្លាប់ក៏មានសេចក្តីចាស់ស្លាប់នៅស្កាត់ខាងមុខគ្រប់ប្រាណភេកដីដែលជាងឆ្នាំងធ្វើឲ្យអំពីដីទោះបីចាស់ក្តីថ្មីក្តីឬធំក្តីតូចក្តីភេកទាំងពួងនោះក៏គង់ដល់នៅកិរិយាបែកធ្លាយជាទីបំផុតរោគសេះសល់គ្មានឡើយសេចក្តីនេះគណនាយ៉ាងណាមិញថាគណនាដូចជីវិតសង្ខារនៃសត្វទាំងឡាយយ៉ាងនោះឯងលុះដល់លោកបានទទួលមរណភាពកន្លងទៅបានមួយថ្ងៃក៏អ្នកស្រីស៊ុយសានកាបាឡេសដែលជាអ្នកគ្រប់គ្រងព្រះរាជបណ្ណាល័យកម្ពុជាជាអ្នករាប់អានលោកមកយូរហើយនោះក៏បានអរតនាលោកគ្រូអាចារ្យទាំងឡាយប្រមាណ10រូបមានព្រះញាណបវរវិជ្ជាអែមជាដើមឲ្យរៀបរាប់សេចក្តីរលឹកគុណរបស់លោកមានរឿងប្រវត្តិពងសាវតារជាដើមដើម្បីនឹងយកទៅបោះពុម្ពផ្សាយចេញជាប្រយោជន៍ដល់អ្នកដែលត្រូវការ